បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានចំណុចមួយចង់បង្ហាញអំពីរបៀបនៃការ set up dimension ក្នុង AutoCAD ដើម្បី set dimension ក្នុង AutoCAD បានយើងត្រូវវាយ write ពាក្យ D enter រួចយក modify ដើម្បីមុននឹង set up យើងត្រូវជ្រើសរើស symbol ដែលយើងត្រូវការចង់បានរួចយើងចាប់ផ្ដើម set up Rosa យើងអាចយក300បានដើម្បីអក្សរនឹងមើលដើម្បីលេខនឹងមើលច្បាស់កន្លែងហ្នឹងក៏យក300ដែរ300ដូចគ្នាហើយយើងចូលទៅ tick វិញត្រង់ tick ហើយយក300ដែររួចយក alignment with dimension line រួចចូលទៅ primary unit យកត្រឹមតែ0បានហើយរួច OK ហើយ close យើងចង់ធ្វើតែសាកលោកមើលយក10ម៉ែត្រយើងចង់ដឹងយើងវាស់លោកមើលពេលយើងសិតរួចទៅគឺអក្សរលេខដែលយើងសិតហ្នឹងគឺអាចមើលច្បាស់ធម្មតាពេលមិនជាទូចឬជាធំមិនសូវធំប្រមាណបាទរបៀប set up dimension គឺមានតែប៉ុណ្្នឹងឯងបាទជាចុងក្រោយមុនសូមអរគុណសម្រាប់ការតាមដានមើលវីដេអូហើយជួយ subscribe ក្នុង my channel របស់ខ្ញុំផងឈ្មោះប៊ុនតារា